ចាស់ត្រីចំហុយស្ពៃក្តោបទឹកត្រីបុកឬក៏ហៅថាទឹកត្រីកោះកងណាបងប្អូនចាស់ម្ហូបមួយមុខនេះសម្រាប់បងប្អូនដែលចូលចិត្តញ៉ាំបែបត្រីហើយនេះខ្ញុំនឹងចែករំលែកពីរបៀបចំហុយត្រីចាស់ស្ពៃក្តោបបុកទឹកត្រីកោះកងសម្រាប់ម្ហូបមួយមុខនេះងាយស្រួលធ្វើហើយញ៉ាំបាយបានច្រើនទៀតបងប្អូនថ្ងៃនេះដែរនឹងខ្ញុំនឹងបង្ហាញជូនពីរបៀបធ្វើបែបងាយសាច់ត្រីវិញឆ្ងាញ់មិនឆ្អាបចារសជាតិវិញគឺជូរហឹរប្រៃផ្អែមម្ហូបមួយមុខនេះអាចញ៉ាំជាមួយបាយចាឬក៏ធ្វើជាគ្រឿងក្លែមក៏បានដែរបងប្អូនចាឥឡូវនេះកុំឲ្យបងប្អូនរងចាំយូរនឹងខ្ញុំនឹងបង្ហាញជូនបងប្អូនតែម្ដងចាឥឡូវនេះបងប្អូនអាចបែរមកទស្សនាខាងនេះម្ដងនេះគឺជាត្រីត្រសក់ចាហើយគេធ្វើបានរួចរាល់ហើយណាបងប្អូនចាត្រីត្រសក់នេះគឺមានពណ៌លឿងឆ្អិនឆ្អៅតែម្ដងហើយសម្រាប់បន្លែនេះខ្ញុំប្រើស្ពៃក្តោបចាស្ពៃក្តោបមួយក្តោបចាមានគល់ខ្ទឹមសម្រាប់ខ្ទឹមនេះនាងខ្ញុំប្រើ3គល់បងប្អូនចានេះគឺជាគ្រឿងសម្រាប់ធ្វើទឹកត្រីបុកចាមានខ្ទឹមសខ្ទឹមក្រហមខ្ញីចាក្រូចឆ្មានិងម្ទេសនិយាយទៅសម្រាប់គ្រឿងគឺមានតែប៉ុណ្ណឹងបងប្អូនចាឥឡូវនេះគឺត្រៀមទៅធ្វើទាំងអស់គ្នាចាសម្រាប់បន្លែនិងត្រីគឺមានតែបន្តិចនឹងឯងបងប្អូនចាហើយមុនដំបូងគេហ្នឹងគឺយកស្ពៃក្តោបយើងមកក្តោបហ្នឹងណាបងប្អូនយកមកចាត់ពុះជាពីរហើយឥឡូវនេះខ្ញុំនឹងចាប់ផ្ដើមធ្វើឥឡូវនេះចាតាមដានទាំងអស់គ្នាបងប្អូនចាសម្រាប់ស្ពៃក្តោបគឺនឹងខ្ញុំយកមកពុះចាពុះបែបនេះបងប្អូនចាស្ពៃក៏យើងត្រូវរើសយកស្ពៃបោះចិនដែរបងប្អូនហើយបើស្ពៃមួយទៀតគឺយើងហូបទៅបែបធំហាងអត់ឆ្ងាញ់ទេណាសម្រាប់ស្ពៃនេះវិញគឺស្រួយហើយផ្អែមឆ្ងាញ់ទៀតចាពុះបានរួចរាល់នាងខ្ញុំចាប់ផ្ដើមយកស្ពៃយើងទៅលាងទឹកចាសម្រាប់ការលាងទឹកនេះគឺលាង2ទៅ3ទឹកទៅបងប្អូនលាងឲ្យបានស្អាតណាចាហើយសម្រាប់ស្ពៃនេះដែរគឺយើងហាយជាស្រទាប់បែបហ្នឹងមកទៅលាងទៅចាបានស្អាតល្អហើយនិយាយត្រង់កន្លែងនេះបងប្អូនការលាងស្ពៃនេះខ្ញុំជឿជាក់ថាបងប្អូនប្រកាសចេះលាងហើយតែនេះខ្ញុំបានមិនថតបង្ហាញចាគេថាយើងនឹងធ្វើម្ហូបចាអត់មានអនាម័យអត់លាងអីអញ្ចឹងណាឥឡូវនេះគឺនេះខ្ញុំលាង2ទឹកចាសម្រាប់ស្ពៃនេះគឺចាស្រួយឆ្ងាញ់ណាបងប្អូនឥឡូវនេះលាងតែមួយផ្លែតហ្នឹងយើងចាប់ផ្ដើមទុកមួយឡែកសិនចាហើយសម្រាប់ត្រីត្រសក់នេះបងប្អូនគឺធ្វើបានស្អាតហើយនឹងលាងទឹកបានស្អាតរួចរាល់ហើយចានិយាយត្រង់កន្លែងនេះបងប្អូនយកត្រីយើងមកឆូតចាឆូតនាងខ្ញុំឆូតបែបហ្នឹងដូចដែលបងប្អូនបានឃើញនៅក្នុងវីដេអូនេះអញ្ចឹងចាបងប្អូនពេលដែលយើងចំហុយទៅចាល្អមើលណាបងប្អូនមិនត្រឹមតែល្អមើលទេសម្រាប់សាច់ត្រីនេះចូលជាតិគ្រឿងបានឆ្ងាញ់ទៀតណាចាពីព្រោះយើងឆូតបែបនេះគឺទឹកត្រីដែលយើងស្រោចទៅចាចូលបានសពសាច់ត្រីតែម្ដងសម្រាប់ត្រីនេះគឺនាងខ្ញុំបានឆូតទាំងសងខាងតែម្ដងហើយនិយាយរឿងឆូតត្រីឥឡូវដល់វគ្គមករៀបចំបន្លែយើងហើយបងប្អូនសម្រាប់បន្លែនេះគឺប្រើស្ពៃក្តោបចាស្ពៃក្តោបនេះបងប្អូនពេលដែលយើងទ្រាំនៅខាងក្រោមហើយស្រោចទឹកទៅគឺមានរសជាតិឆ្ងាញ់មែនតែនចាឥឡូវនេះគឺបានរួចរាល់ហើយណាបងប្អូនហើយសម្រាប់ការចំហុយត្រីនេះគឺយើងដាំទឹកឲ្យបានពុះសិនណាចាំយើងយកត្រីយើងទៅចំហុយទឹកពុះបែបនេះពេលដែលយើងដាក់ត្រីទៅគឺងាយស្រួលហើយឆាប់ឆ្អិនផងដែរចាហើយគ្របតែមួយផ្លែតហ្នឹងបើកបឺបន្តិចសិននៅហុយបងប្អូនចាឥឡូវនេះបែរមកមើលគ្រឿងទេសម្ដងសម្រាប់គ្រឿងទេសនេះគឺមានខ្ទឹមចាខ្ទឹមនេះដែរគឺនាងខ្ញុំដំទួហើយច្រាមបន្តិចទេណាបងប្អូនហើយបន្តមកចាម្ទេសសម្រាប់ម្ទេសប្រើ7ផ្លែ
ចាហាន់បែបល្អិតហ្នឹងទៅងាយស្រួលយើងបុកឆាប់ម៉ត់ល្អសំគ្រឿងចេមចំទាំងព្រមទៅហើយបងប្អូននេះគ្រាន់តែទឹកត្រីបុកហ្នឹងណាចាក៏ផ្សំគ្រឿងបានសពគ្រប់ដែរហើយត្រង់កន្លែងនេះគឺយកខ្ញីយើងមកហាន់ជាចំណិតតូចចានេះខ្ញុំអត់បានថតបង្ហាញជូនបងប្អូនទាំងអស់ទេចាឥឡូវនេះគឺធ្វើបានរួចរាល់ហើយបងប្អូនចាតាំងម្ទេសតាំងខ្ទឹមចាហើយត្រៀមទៅធ្វើទឹកត្រីបុកចាហើយពេលដែលយើងរៀបចំទៅធ្វើទឹកត្រីបុកហ្នឹងត្រីចំហុយនឹងខ្ញុំក៏បានឆ្អិនល្មមដែរបងប្អូនចាឥឡូវនេះយើងចាប់ផ្ដើមយកគ្រឿងទាំងអស់ហ្នឹងទៅធ្វើទឹកត្រីបុកហើយដោយដែលខ្ញុំបានបង្ហាញជូនបងប្អូនអញ្ចឹងចាដាក់ខ្ទឹមសខ្ទឹមក្រហមចូលចាខ្ទឹមក្រហម1មើមសម្រាប់ខ្ទឹមសវិញចា4-5 កាពឹសចាខ្ញី1ដុំម្ទេសចា7ផ្លែបន្ទាប់មកដាក់គ្រឿងចូលហើយណាបងប្អូនសម្រាប់គ្រឿងនេះមានស្ករសចាសម្រាប់ស្ករសនេះដែរនេះខ្ញុំប្រើ5ស្លាបព្រាបាយចាបន្ទាប់មកមានប៊ីចេងចាសម្រាប់ប៊ីចេងនេះខ្ញុំប្រើ1ស្លាបព្រាកាហ្វេអំបិល1ស្លាបព្រាកាហ្វេដាក់គ្រឿងបានរួចរាល់ហើយធ្វើការបុកតែម្ដងចាសម្រាប់ទឹកត្រីបុកនេះគឺនឹងខ្ញុំធ្វើដោយដែលនឹងខ្ញុំបានបង្ហាញជូនបងប្អូនអញ្ចឹងចាតែថ្ងៃនេះគឺបុកអត់ឲ្យម៉ត់ពេកទេពីព្រោះយើងចាចង់បានមានខ្ទឹមចានៅបែបដុំអញ្ចឹងណារៀបរាប់ដល់វគ្គដាក់ក្រូចឆ្មាហើយសម្រាប់ក្រូចឆ្មានេះនឹងខ្ញុំប្រើ2ផ្លែតែក្រូចឆ្មានេះធំណាបងប្អូនកូរវឹកទឹកក្រូចឆ្មានឹងឲ្យបានចូលជាតិហើយដាក់ទឹកត្រីចូលតែម្ដងចាសម្រាប់ទឹកត្រីនេះនាងខ្ញុំក៏ប្រើ5ស្លាបព្រាបាយដូចស្ករសដែរបងប្អូនដាក់ចូលបានរួចរាល់ហើយកូរវឹកចាកូរវឹកទឹកត្រីយើងហ្នឹងចាឲ្យបានចូលជាតិជាមួយនឹងគ្រឿងទាំងអស់ហ្នឹងចាសម្រាប់រសជាតិថ្ងៃនេះគឺឆ្ងាញ់បងប្អូនជូរហឹរប្រៃផ្អែមបន្ទាប់ពីបានរសជាតិឆ្ងាញ់ហើយដាក់គ្រឿងបន្តទៀតនាងខ្ញុំថែមជាមួយនឹងប្រេងខ្យង1ស្លាបព្រាបាយចាសម្រាប់ប្រេងខ្យងនេះដាក់ចូលរួចរាល់ហើយបន្ថែមជាមួយនឹងប្រេងល្ងចាសម្រាប់ប្រេងល្ងនេះអត់ដល់1ស្លាបព្រាបាយទេបងប្អូនប្រេងល្ងនេះពេលដែលយើងដាក់ទៅត្រីយើងមានរសជាតិឈ្ងុយណាបងប្អូនចាសម្រាប់បងប្អូនអត់មានប្រេងល្ងមិនបាច់ដាក់ទេចាឥឡូវនេះចាប់ផ្ដើមមកមើលត្រីដែលយើងចំហុយបានឆ្អិនហើយទឹកដែលនៅក្នុងត្រីចំហុយហ្នឹងគឺយើងចាក់វាចេញចាធ្វើបែបនេះត្រីយើងមានក្លិនឈ្ងុយហើយអត់មានរសជាតិចាឆ្អាបត្រីទេនិយាយចុះនិយាយឡើងដោះវគ្គមកចាក់ទឹកត្រីបុកហើយចាសម្រាប់ទឹកត្រីកោះកុងនេះគឺនឹងខ្ញុំបុកអញ្ចឹងទើបឃើញមានម្ទេសមានខ្ទឹមមានពណ៌ស្រស់ល្អហើយនិយាយរសជាតិវិញក៏ឆ្ងាញ់ខ្លាំងដែរបងប្អូនអាចសាកល្បងធ្វើញ៉ាំបានរោយទឹកត្រីបានសពគ្រប់អស់ហើយដាក់ត្រីយើងចូលចំហុយវិញចាសម្រាប់ការចំហុយនេះដែរគឺមានរសជាតិឆ្ងាញ់ណាបងប្អូនបើកមកឈ្ងុយពេញផ្ទះបាយចាឥឡូវនេះគឺត្រីចំហុយបានឆ្អិនរួចរាល់ហើយបងប្អូនចាដោយសារមេភ្លៀងទើបនាងខ្ញុំបិទសំឡេងចានាងខ្ញុំក៏សូមអរគុណច្រើនបងប្អូនសម្រាប់ការចូលតាមដានទស្សនាវីដេអូរបស់នាងខ្ញុំតាំងពីដើមរហូតដល់ចប់កុំភ្លេចជួយ like ជួយ share ជួយចុចសញ្ញាកណ្ដឹងឬសញ្ញា subscribe ជូននាងខ្ញុំផងចាដើម្បីទទួលបានវីដេអូថ្មីពីនាងខ្ញុំរាល់ថ្ងៃអរគុណច្រើនបងប្អូន